ថ្ងៃនេះខ្ញុំសូមធ្វើការចែកម្លែកតាក់ទងជាមួយនឹងប្រហើយរបស់កូនណាជាទូទៅទារកទើបតែនឹងកើតមានប្រហើយ2មិនមែនតែមួយភាគច្រើនយើងដឹងថាមានប្រហើយនៅមុខនេះនៅខាងលើណាប៉ុន្តែទារកទើបកើតមានប្រហើយនៅក្រោយនេះមួយទៀតពេលដែលយើងកាន់ទៅរៀងទុនក្លែកនៅខាងក្រោយណាអាហ្នឹងគេហៅថាប្រហើយតូចអាប្រហើយខាងមុខនេះគេហៅថាប្រហើយធំចំណែកឯប្រហើយនៅខាងក្រោយនេះជាទូទៅវានឹងបិទចិត្តទៅវិញនៅពេលដែលកូនយើងមានអាយុបាន2ទៅ3ខែ2ទៅ3ខែវានឹងបិទចិត្តមកវិញហើយប៉ុន្តែសម្រាប់ប្រហើយនៅខាងមុខនេះវារៀងយូរប៉ុន្តែវាចាប់ផ្ដើមបិទចាប់ពីទារកមានអាយុបាន9ខែឡើងទៅកូនខ្លះអាចបិទចិត្តនៅអាយុ1ខួបកន្លះក្មេងខ្លះអាចបិទចិត្តរហូតដល់អាយុ2ខួបប៉ុន្តែចាប់ពី9ខែទៅវាចាប់ផ្ដើមធ្វើការបិទចិត្តទីម្ដងមកវិញណាចូលដល់1ខួបកន្លះអាចបិទចិត្តក្មេងខ្លះអាចយូររហូតដល់2ខួបចឹងទៅចានេះតកតមួយប្រហើយ